រឿងកូនប្រសាអ្នកក្រពូសឿនហើយនឹងមីងសាយគឺជាអ្នកមានមួយនៅក្នុងភូមិនោះដោយសារតែពូសឿនតែជាប្តីបានប្រកបរបរជាអ្នកធ្វើរទេះសម្រាប់លក់ថ្ងៃមួយនៅពេលដែលពូសឿននិងមីងសាយអង្គុយនៅក្រោមផ្ទះកូនប្រុសតែមួយរបស់គាត់ក៏បានដើរមករកអ្នកទាំងពីរម៉ែខ្ញុំស្រឡាញ់កូនរបស់លោកមេភូមិណាស់ពេលណាទៅម៉ែទៅសួរនាងឲ្យខ្ញុំស្រឡាញ់នាងខ្លាំងណាស់កូនអ្នកមានឡើងមកកណោមិនបានឯងមិនទៅយកឯងដែលចង់បានអីកូនមេភូមិស្រកស្រែនឹងសម្បត្តិត្រឹមប៉ុណ្ណឹងក្រលហេងលហែទោះបីនាងក្រមែនតែនាងមកជាតិនាងបានហើយឱកាសងាររបស់នាងក៏បានដែរខ្ញុំមិនដឹងទេយ៉ាងណាម៉ែគួរតែទៅសួរនាងឲ្យខ្ញុំឲ្យបានតាមចិត្តឯងចុះជើងចង់ឲ្យឯងនឹងបានអ្នកមានពងពោះតែបើឯងចង់លហាមហើយថ្ងៃក្រោយកុំហៅយើងឲ្យជួយសោះយើងនឹងបំពេញកំណងឲ្យឥឡូវក៏លេងមកខ្ទមចាស់មួយតាសយគឺជាមេភូមិចំណាស់នៅក្នុងភូមិនឹងហើយគាត់មានកូនម្នាក់ឈ្មោះថានាងស៊ីពុកហើយស្មានឹងហើយពុកនៅមិនទាន់សម្រាប់ទៀតស្មាណែទៅពុកចូលស្មានឹងហើយគឺយកជ្រៅដែរហើយតាលោកពុកនាងស៊ីអើយដោយសារតែកូនរបស់សិទ្ធិចិត្តផ្ទះយើងនឹងគេចង់បានឯងជាប្រពន្ធទៅគេមកសួរនាំថ្ងៃមិញយើងកំពុងគិតពិចារណាមួយគ្រួសារយើងក្រណាសម្រាប់ខ្ញុំគឺស្រេចលើលោកពុកហើយព្រោះលោកពុកគឺជាអ្នកចិញ្ចឹមខ្ញុំចឹងហើយខ្ញុំគោរពតាមការគិតការយល់របស់លោកពុកជានិច្ចពុកក៏ដោយដែរចង់ឲ្យឯងនឹងបានអ្នកស្រុកស្ដំតែថ្ងៃក្រោយពុកខ្លាចតែគេមើលងាយឯងលហើយចុះណាកូនទៅសម្រាប់នេះពេលព្រឹកឡើងពូសឿនហើយនឹងមីងសាយក៏បានយកផ្លែឈើមកផ្ទះរបស់តាសយដើម្បីចូលស្ដីដណ្ដឹងនាងស៊ីតាសយអើយថ្ងៃនេះខ្ញុំមកដើម្បីសួរនាំកូនស្ដីតាសយហ្នឹងណាដោយសារតែកូនប្រុសខ្ញុំនឹងមានស្រឡាញ់ពេញចិត្តចឹងតាសយអញគិតមិនដែរសម្រាប់ខ្ញុំមិនថាអីទេព្រោះកូនមិនដឹងទប់ធ្វើអត់ធ្វើម៉ាំអីទេឲ្យតែកូននឹងវាស្រឡាញ់គ្នាខ្ញុំព្រមឲ្យកូនទាំងពីរហ្នឹងតែរៀបការមួយគ្នាហើយសម្រាប់ខ្ញុំគឺប៉ុណ្ណឹងធម្មតាទេតែក្រដូចតាឃើញអ្នកមានដូចខ្ញុំហ្នឹងប្រកាសជាលើកឲ្យដោយមិនបាច់គិតរឿងបដាការក៏ថាបានដែរចាប់ពីថ្ងៃចូលស្ដីហើយអ្នកទាំងពីរក៏បានរៀបការជាមួយគ្នាជួបមួយកូនរបស់តាសឿនក៏បាននាំប្រពន្ធមកលេងឪពុកម្ដាយនាពេលយប់លោកពុកអ្នកម៉ែនៅផ្ទះទេមិនទាន់សម្រាប់ទេមែនអ្នកទាំងពីរមិនទាន់សម្រាប់ទេឬកូនប្រុសអ្នកម៉ែនិងលោកពុកឯងមិនទាន់សម្រាប់ទេហើយចុះស្មានឹងឯងមកនាំប្រពន្ធមកមានការអីដែរទៅកូនបាទម៉ែដោយសារតែតាំងពីការហើយខ្ញុំមិនដែលបាននាំប្រពន្ធមកលេងទីយើងទេចឹងថ្ងៃនេះទើបនាំប្រពន្ធនឹងមកលេងនៅពុកអ្នកម៉ែដល់ក្នុងផ្ទះហើយយើងក៏នឹកឯងដែរថានំម៉ែរបស់ឯងនឹងទៅលេងឯងប៉ុន្តែដោយសារចំនួនខាងនេះវារវល់ពេកទៅបាននាំឯងទៅហ្នឹងណាហើយឯងមកនឹងមានតរិយអីមែនកូនជ័យមកបាទលោកពុកអ្នកម៉ែដោយសារតែគ្រួសារខ្ញុំជីវភាពមិនសូវល្អចឹងហើយទៅខ្ញុំសម្រាប់ចិត្តថាទៅធ្វើការនៅស្រុកឆ្ងាយមួយរយៈជប់នេះខ្ញុំមកដើម្បីនាំប្រពន្ធខ្ញុំនឹងមកផ្ញើនឹងលោកពុកអ្នកម៉ែឲ្យជួយមើលនាងផងមិនអីទេកូនប្រុសដោយសារតែឯងនឹងជាមេគ្រួសារចឹងហើយឯងត្រូវរ៉ាប់រងចឹងហើយចាប់ពីថ្ងៃនឹងទៅចាប់ពីពេលដែលឯងទៅយើងជួយមើលប្រពន្ធកូនឯងឲ្យល្អប្រពន្ធសម្លាញ់បងត្រូវចេញទៅធ្វើការនៅឆ្ងាយហើយអូននៅផ្ទះត្រូវជួយមើលឪពុកម្ដាយអូនក៏ដូចជាឪពុកម្ដាយបងផងដែរប្រពន្ធសម្លាញ់ចិត្តចាលោកប្តីហើយពេលដែលបងទៅធ្វើការនៅឆ្ងាយត្រូវខំប្រឹងធ្វើការផងដែរប្រពន្ធកូននៅចាំបងនៅផ្ទះនៅទីនេះហើយសន្យាថានឹងមើលថែអ្នកក្នុងគ្រួសារឲ្យល្អបំផុតមិនឲ្យបងពិបាកចិត្តឡើយណាចឹងបងទៅដោយសុខសុវត្ថិភាពហើយរស់នៅក៏ត្រូវចេះថែសុខភាពផងកុំខំធ្វើការពេកអ្នកបងសម្ងាញ់រាប់ពីកូនប្រុសទៅបាត់ជាច្រើនថ្ងៃលោកបន្ទាប់ពីកូនប្រុសរបស់គាត់ទៅបាត់មួយរយៈថ្ងៃមួយតាសឿនក៏បានហៅប្រពន្ធរបស់កូនប្រុសគាត់មកផ្ទះជំរាបសួរលោកពុកក្មេកហើយលោកពុកក្មេកនឹងហៅខ្ញុំមកមានការអ្វីដែរឬក៏មានធរៈមានអីដែរលោកពុកនិយាយមកចុះណាយើងមានតរិយនឹងហើយទើបបានជាហៅឯងមកហើយណាមួយឯងនៅផ្ទះហ្នឹងមានធ្វើស្អីទេដេកចាំចាយលួយតកូនរបស់យើងខំប្រលោកមានតរិយអីលោកពុកនិយាយមកចុះដោយសារតែនៅផ្ទះខ្ញុំមានការងារច្រើនណាស់ដែលត្រូវធ្វើណាមួយពុកខ្ញុំចាស់នៅតែម្នាក់ឯងផង
ពីថ្ងៃនេះទៅឯងត្រូវតែម្ដងទឹកដាក់ក្នុងពាងដើម្បីទុកឲ្យកម្មករត្រាំដែកសម្រាប់ធ្វើខ្នងរទេះឬនៅតែលោកពុកការងារនៅផ្ទះរបស់ខ្ញុំរវល់ណាស់មួយថ្ងៃខ្ញុំស្ទើរតែគ្មានពេលសម្រាប់សម្រាប់តាហើយណាលោកពុកតើខ្ញុំមានពេលណាមកជួយការងារស្អីទៅនៅផ្ទះយើងមិនដែលឃើញឯងធ្វើការងារអីក្រៅតែពីដេកចាយលុយកូនប្រុសយើងដែលខំធ្វើការនៅស្រុកឆ្ងាយទេអញ្ចឹងចេះចុះកុំឲ្យខ្ញុំមានបញ្ហាមួយលោកពុកហើយនៅប្តីខ្ញុំដឹងគាត់នឹងអាចមិនសប្បាយចិត្តឯងមិនបាច់ភ័យទេរឿងអស់ហ្នឹងយើងមិននិយាយឲ្យកូនប្រុសយើងដឹងទេព្រោះវាជាការងារដែលតិចតួចបំផុតដែលយើងត្រូវប្រាប់ឲ្យកូនប្រុសរបស់យើងនឹងចាំពេលស្អែកពេលព្រឹកខ្ញុំមកក្រោកដងទឹកដាក់ឲ្យលោកពុកនៅក្នុងពាងតាំងពីព្រលឹមដើម្បីឆាប់បានហើយអានខ្ញុំទៅធ្វើការងារខ្ញុំវិញល្អហើយឲ្យមានគំនិតចេះជួយការងារអញ្ចឹងផងកុំពឹងតែលុយកូនរបស់អញម៉ែវយកទៅចិញ្ចឹមទាំងកូនទាំងឪពុកចាលោកពុកតាមនឹងទៅចោះចាំស្អែកខ្ញុំក្រោយពីព្រលឹមមកធ្វើជូនលោកពុកចោះឥឡូវខ្ញុំសុំទៅវិញសិនហើយពេលព្រលឹមនាងស៊ីបានក្រោកពីព្រឹកដើម្បីមកធ្វើការរៃទឹកដាក់នៅក្នុងពាងមុនដំបូងនាងស្មានតែពាងនឹងមានត្រឹមតែ1 2 3ប៉ុន្តែពាងនឹងមានរហូតដល់20នាងធ្វើការតាំងពីព្រឹករហូតដល់ព្រលឹកនៅមិនទាន់ហើយទៀតពេលនោះនាងពិតជាហត់ខ្លាំងណាស់មែនតើនាងក៏ឈប់សម្រាកបន្តិចស្រាប់តែភ្លាមនោះមានសំឡេងមួយបានស្រែកពីក្រោយនាងថាធ្វើការអេះលេអញ្ចឹងតាបានតែយប់ស្មើនឹងហើយនៅមិនទាន់ហើយទៀតអ្នកម៉ែក្មេកតែអ្នកម៉ែក្មេកមិនទាន់សម្រាប់ទៀតមែនទេយប់ស្មើនេះទើបបានអ្នកម៉ែក្មេកចុះមកក្រោមបែបហ្នឹងខ្ញុំធ្វើការមិនទាន់ហើយទេទៀងតែ20សោះឯងធ្វើការតាំងពីព្រឹករហូតយប់ស្មើនឹងហើយនៅដងទឹកដាក់មិនទាន់ពេញទៀតហើយអ្នកម៉ែគឺថាទៀងរហូតដល់ទៅ20ចង់ហើយខ្ញុំដងតែម្នាក់ឯងគឺទោះបីជា2ថ្ងៃក៏វាមិនពេញដែរធ្វើមិនពេញបើដងឈប់អញ្ចឹងដងមកក្អមឈប់រហូតដល់ជិត2 3ម៉ោងហើយនាងធ្វើការងារប៉ុណ្ណឹងធ្វើមិនកើតទៅហើយធ្លាប់តែលាដៃសុំលុយកូនរបស់ជើងចាយវាស្រួលដល់ពេលឲ្យមកធ្វើការធ្វើអេះលេធ្វើមិនកើតយើងប្រាប់ឯងទៅចុះកុំតែកូនយើងទៅណាមកដូចខែងក្រលហាមអញ្ចឹងយើងមិនខ្ចីទៅដណ្ដឹងមកឲ្យកូនយើងទេក្រហើយមកជាតិវាអន់ទៀតធ្វើការងារ